ពិធីកស្រីឈ្មោះថាគីងនៅក្នុង page Amarin News ដែលបងប្អូនយើងស្គាល់គាត់ច្រើនហើយរូបដូចដែលបងជាប់បានដាក់អញ្ចឹងគាត់នឹងគឺតែងតែតេស្តឌីលដោយពាក្យសម្ដីអក្សរោះមកកាន់ខ្មែររបស់យើងហើយគេអួតថាគេនឹងមានបញ្ញាបត្រជាន់ខ្ពស់អីណា2 3ស្លឹកអីឯណោះហ្នឹងហើយមិនស្មិញថ្ងៃទី15ខែកញ្ញា2025ហ្នឹងគឺបន្តនិយាយណាមកកាន់ខ្មែរយើងប្រហែលអ្នកដែលចេះភាសាថៃហើយនិយាយតបតទៅកាន់ចាប្រទេសថៃវិញហ្នឹងណាគាត់ថាអ្នកទាំងអស់ហ្នឹងប្រើប្រាស់រូបភាពគាត់ណាប្រើប្រាស់វីដេអូគាត់អាវីដេអូគាត់និយាយរឿងបញ្ញាបត្រមានបញ្ញាបត្រជាន់ខ្ពស់អី3ស្លឹកហ្នឹងសិតតែយកអាវីដេអូគាត់ហ្នឹងយកទៅនិយាយយកទៅអមដើម្បីទាញខ្លួនឯងឲ្យល្បីឲ្យមានគេមើលនេះសម្ដីរបស់គាត់ព្រមទាំងធៀបថាណាធៀបថាពួកគាត់ទាំងអស់ហ្នឹងដូចជាឆ្កែអញ្ចឹងដូចជាឆ្កែគាត់ប្រើភាសាដូចជាឆ្កែហើយគាត់និយាយតាក់ទងទៅនឹងចំណីឆ្កែនៅក្នុងប្រទេសថៃណាមានគុណភាពណាជួយបំរុងសុខភាពជួយបំរុងខួរក្បាលល្អជាងចំណីអាហារដែលខ្មែរយើងហ្នឹងហូបនៅក្នុងប្រទេសខ្មែរទៀតអូយគឺនិយាយសាហាវสารอาหารพัฒนาចាំតិចបានរត់ឆ្លឹកประสาทและสมองหมาแข็งแรงหมาพูดรู้เรื่องสั่งการอะไรไปรู้เรื่องหมดเลยនេះឃើញទេចំណីល្អឆ្កែស្ដាប់បង្គាប់អីចឹងនិយាយគ្នាស្ដាប់បានអីចឹងណាแล้วดูคนในบางประเทศนี่ไม่ได้เอ่ยชื่อนะតែមើលណាមនុស្សនៅប្រទេសខ្លះคนในบางประเทศอาหารดีๆก็ไม่มีจะกินไม่มีคนดูแลน่าสงสารยิ่งกว่าមនុស្សនៅក្នុងប្រទេសខ្លះតែចង់សម្ដៅមកលើប្រទេសកម្ពុជារបស់យើងហ្នឹងណាអត់មានអាហារល្អហូបទេหมาในประเทศไทยอีกนะคะส่วนអន់ជាងមកហូបឆ្កែនៅក្នុងប្រទេសថៃទៀតអត់មានអ្នកមើលថែคนหนึ่งที่อยากจะพูดถึงเราเหมือนกันโรน่าหนาសុទ្ធតែបងប្អូនខ្មែរយើងដែលគាត់ចេះភាសាថៃហើយគាត់និយាយតបតជាភាសាថៃទៅកាន់ចាប្រទេសថៃវិញអីចឹងណាគឺត្រូវបានចាម្នាក់ស្រីជាជីកលំដាប់វិជ្ជាជីវៈណាបញ្ញាបត្របញ្ញាបត្រជាន់ខ្ពស់ដល់ទៅ2 3ស្លឹកហើយនិយាយសិតតែភាសាចាឆ្កែណាដែលគាត់ធ្លាប់បាននិយាយថាកើតជាឆ្កែកើតជាឆ្មានៅក្នុងប្រទេសថៃក៏ល្អជាងកើតជាមនុស្សនៅក្នុងប្រទេសកម្ពុជាទៀតអូចាគាត់និយាយសាហាវណាភាសាថៃแค่นี้คือมันสุดยอดแล้วเพราะว่ามึงនេះគឺថាគាត់ក្តៅឆេវហ្មងនៅពេលដែលខ្មែរយើងដែលចេះថៃហើយនិយាយវាបហាទៅលើគាត់ដែលគាត់តែងតែនិយាយវាបហាពាក្យប្រើប្រាស់ពាក្យពេចន៍មិនល្អមកលើកម្ពុជារបស់យើងគឺគាត់ក្តៅឆេវគាត់យកវេទិការបស់គាត់ណានៅក្នុងការផ្សព្វផ្សាយព័ត៌មាន10នាទីនិយាយវាបហា influencer ខ្មែរយើងដែលចេះភាសាថៃហើយនិយាយវាបហាទៅលើរូបគាត់ឌីលពួកគាត់មិនស្មើនឹងសត្វឆ្កែនៅក្នុងប្រទេសថៃស្ដាប់ប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនខ្មែរយើងអត់ឆាប់ភ្លេចខ្លួនទេណាបងចយសូមផ្ដាំផ្ញើថាកុំឆាប់ភ្លេចខ្លួនហើយងាកទៅប្រើប្រាស់ផលិតផលនាំចូលពីសៀមទៀតឲ្យសោះយើងត្រូវពហិការតកូនតចៅគ្រប់ចំនួនប្រើផលិតផលខ្មែរប្រើផលិតផលប្រទេសដទៃជំនួសផលិតផលប្រទេសសៀមឲ្យបាន